ថ្ងៃនេះឃើញមានសាររបស់សហមេធាវីរបស់លោកកឹមសុខាបានប្តឹងទេវតាឆ្នាំថ្មីឲ្យរកយុត្តិធម៌ជូនកូនក្តីយុត្តិធម៌រកតាមផ្លូវតុលាការអស់ចិត្តហើយដូចជា10ឆ្នាំជាងហើយជិត10ឆ្នាំហើយមិនជា10ឆ្នាំជាងព្រោះលោកកឹមសុខាជាប់ពន្ធនាគារតាំងថ្ងៃ3ខែកញ្ញាឆ្នាំ2017 3កញ្ញានេះវិញជិត9ឆ្នាំហើយចង់និយាយថាជិតមកទសវត្សរ៍ហើយហ្នឹងជិត10ឆ្នាំហើយបងប្អូនវាអត់មានពលិយុត្តិធម៌អីសោះហើយតឡាការបានជំនុំជម្រះក្តីកាលពីមុនចូលឆ្នាំ3 4ថ្ងៃនិយាយទៅមុនទេវតាចុះមកហើយឥឡូវតឡាការគេអត់សម្រេចក្តីយ៉ាងណាទេគេចាំថ្ងៃក្រោយមិនដឹងថ្ងៃណាទេដូច្នេះថ្ងៃនេះខ្ញុំដកស្រង់សាររបស់សហមេធាវីរបស់លោកកឹមសុខាគឺលោកមេធាវីផែងហេងដែលសរសេរនៅលើបណ្ដាញសង្គម Facebook របស់លោកតាមពិតសាររបស់លោកមេធាវីផែងហេងគឺជាសារជូនពរទូទៅដែរទេព្រោះគាត់សរសេរនៅក្នុងឱកាសឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំមមាអត្តស័កពុទ្ធសករាជ2570នេះខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិនៅក្នុងលោកទេវតារក្សាព្រះមហាស្វេតឆ័ត្រទេវតាឆ្នាំមមីសូមថ្វាយព្រះរាជពរជ័យសិរីមង្គលវិបុលសុខមហាប្រសើរគ្រប់ប្រការដល់ព្រះករុណាជាម្ចាស់លើត្បូងព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃប្រជាណាចក្រកម្ពុជានិងសម្ដេចម៉ែសូមជាសះស្បើយពីព្រះរាជរោគទាំងឡាយទាំងពួងនឹងមានព្រះរាជសុខភាពល្អបរិបូរណ៍ព្រះជន្មាយឺនយូរអានេះគឺសារដែលគាត់ប្រសិទ្ធពរជ័យដល់អង្គព្រះមហាក្សត្រតែនៅក្នុងពេលនេះលោកផែងហេងក៏មិនភ្លេចបួងសួងឧទ្ទិសដល់ទេវតាឆ្នាំថ្មីដែរតើសារអីដែលគាត់ចង់បានពីទេវតាឆ្នាំថ្មីខ្ញុំសរសើរលោកផែងហេងដែរគាត់មិនខ្វល់តែរឿងខ្លួនគាត់ទេគឺគាត់ខ្វល់ទាំងអស់ដល់កូនក្តីគាត់ផងដល់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីផងអីអញ្ចឹងសារសម្រាប់កូនក្តីគាត់និយាយអញ្ចេះខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកទេវតាឆ្នាំថ្មីទេវតាឆ្នាំមមីនេះដែលជាទេវតាដែលមានឫទ្ធិបារមីយុត្តិធម៌មិនរងនៅអកតេបាទពាក្យអកតេហ្នឹងគឺភាពលំអៀងពួកអកតេមាន4លំអៀងដោយការស្អប់ដោយការភ័យដោយការខ្លាចដោយការស្រឡាញ់ឬដោយការខឹងអញ្ចឹងទៅសូមបើកប្រណេតផ្ដល់យុត្តិធម៌ដល់ឯកឧត្តមកឹមសុខាឲ្យរួចផុតពីបទចោទដ៏រ៉ាំរ៉ៃអស់រយៈកាលជិត1ទសវត្សរ៍យ៉ាងអយុត្តិធម៌ខ្ញុំសូមប្តឹងទូលពិតថ្វាយជារឿងមួយដែលគួរឲ្យចាប់អារម្មណ៍ដែរដែលមេធាវីដ៏ពូកែម្នាក់នៅប្រទេសកម្ពុជាខ្ញុំធ្លាប់បានជម្រាបជូនបងប្អូនឲ្យថាលោកមេធាវីផែងហេងលោកមេធាវីអាងឧត្តមអ្នកស្រីមេធាវីមេងសុភារីលោកមេធាវីជួងជំងីលោកមេធាវីច័ន្ទជេនសុទ្ធតែមេធាវីមានអាជីពបកែក្នុងការពារក្តីការពារក្តីតែអាចឈ្នះមួយរឿងទេព្រោះវាអកុសលគាត់ការពារក្តីឲ្យតែកូនក្តីដែលជាមន្ត្រីឬក៏សកម្មជនគណៈបកប្រឆាំងមេបកប្រឆាំងអីអញ្ចឹងហើយនៅពេលដែលតឡាការគេចង់ឲ្យតែអ្នកទាំងអស់នោះជាប់គុកចឹងមេធាវីមកពីឋានប្រអិនណាក៏មិនអាចនឹងការពារក្តីនេះឈ្នះដែរព្រោះរឿងវារឿងនយោបាយវាមិនមែនជារឿងច្បាប់រឿងអីទេបើគេឲ្យរួចបើគេឲ្យជាប់ហ្នឹងហើយឥឡូវបើសិនជាយើងនិយាយពីរឿងច្បាប់ម៉ោងនេះលោកកឹមសុខាអត់ត្រូវការជាប់គុកយូរដល់ប៉ុណ្ណឹងទេហើយបើសិនជាជាប់គុកយូរដល់ប៉ុណ្ណឹងក៏សំណុំរឿងជំនុំជម្រះក្តីអីហ្នឹងវាគួរតែចប់សពគ្រប់យូរហើយព្រោះដំណើរការយុត្តិធម៌គេអត់ដែលធ្វើរហូតដល់9ឆ្នាំអញ្ចឹង8ឆ្នាំអញ្ចឹងនៅក្នុងការកាត់ក្តីគឺគេប្រញាប់លឿនដើម្បីអីឲ្យកូនក្តីហ្នឹងតតាំងក្តីអញ្ចឹងឲ្យចប់ទៅបើមានយុត្តិធម៌មិនយុត្តិធម៌មិនត្រូវការឃុំខ្លួនកូនក្តីឲ្យលើសនីតិវិធីកុំឲ្យតឡាការប្របាក់សងប្របាក់ជួសជុលសំណងសម្រាប់ឲ្យប្រជាពលរដ្ឋកុំឲ្យគ្នាភ័យខ្លាចបាក់ស្បាតមិនទុកចិត្តអាជ្ញាធរចង់និយាយថាកុំឲ្យមានអាគេហៅវិធីដូចខ្មែរក្រហមចាប់ខុសកុំឲ្យតែលែងច្រឡំអីអញ្ចឹងនៅខ្មែរហ្នឹងគឺសុកចិត្តចាប់ខុសអត់ឲ្យលែងច្រឡំទេយកមកដាក់សិនហើយគុកនឹងរកកន្លែងដាក់អត់បានទេដោយសារនីតិវិធីឃុំខ្លួនបដោះអាសន្នហ្នឹងវាស្អីក៏ឃុំខ្លួនស្អីក៏ឃុំខ្លួនខ្ញុំធ្លាប់ស្ដាប់ប្រសាសន៍របស់មេធាវីនៅស្រុកខ្មែរដូចជាលោកមេធាវីសុកសំអឿនអីនៅក្រុមអ្នកច្បាប់អមរិនអីវិញលោកធ្លាប់និយាយថាក្នុងប្រព័ន្ធតុលាការកម្ពុជាហ្នឹងហាក់បីដូចជាយកអាការដែលឃុំខ្លួនមនុស្សហ្នឹងគឺជារឿងមួយដែលដូចថាជាចំណុចអតិភិប
តាមពិតការឃុំខ្លួនមនុស្សនឹងគួរតែជាចំណុចចុងក្រោយព្រោះមនុស្សមានអាស័យដ្ឋានមានអីរស់នៅឲ្យគ្នាប្រកបរបរចិញ្ចឹមជីវិតអ្នកខ្លះមានក្រុមគ្រួសារមកកណោយកគ្នាទៅដាក់គុកខូចទាំងអាបាត់បង់សេរីភាពបាត់បង់អីបាត់បង់អាទីពឹងគ្រួសារដើម្បីជាគេហៅថាអ្នករទទួលទានបកគោលគ្រួសារតែគេចង់ចឹងហ្មងចង់ឲ្យអ្នកឯងរៀងចាលហ្មងគឺឲ្យអ្នកឯងថាអេបើអ្នកឯងខ្លាចអត់បានរកទទួលទានអីខ្លាចជាប់គុកមកបាត់បង់ប្រាក់ចំណូលអត់ជួយគ្រួសារបានអ្នកឯងមកចូលរួមនយោបាយទៅអីរិះគន់គណៈបកកណ្ដាលអំណាចទៅអីអ្នកឯងជេរគណៈបកប្រឆាំងទៅគឺគេអត់ឲ្យជាប់គុកឯណានោះវាសិតតែជាអញ្ចឹងរឿងហ្នឹងបើមើលទៅឃើញតែអញ្ចឹងឥឡូវងាកមករឿងលោកកឹមសុខាវិញគឺមេធាវីបកែប៉ុន្តែមិនអាចដោះស្រាយរឿងក្តីនឹងឈ្នះឥឡូវរឿងក្តីតតាំងរឿងក្តីអីក៏ដោយតែយូរហួសពីនីតិវិធីតុលាការគឺអត់មានយុត្តិធម៌ទេវាដំណើរការវាយឺតពេកតែយ៉ាងណាបងប្អូនឥឡូវនេះលោកផែងហេងប្រហែលជាគាត់តតាំងក្តីតាមផ្លូវតុលាការតាមផ្លូវច្បាប់ឲ្យអស់ចិត្តហើយនៅតែមិនឃើញតម្រុយពន្លឺអីអញ្ចឹងម្ដងណាគឺតតាំងក្តីតាមផ្លូវទេវតាម្ដងមើលតែបានសម្រេចអីព្រោះទេវតាឆ្នាំថ្មីអញ្ចឹងបានជាលោកបួងសួងអញ្ចឹងទៅសូមឲ្យវត្ថុស័ក្តិសិទ្ធិក្នុងលោកផងសូមឲ្យទេវតាឆ្នាំមមីទេវតាមានឫទ្ធិបារមីរកយុត្តិធម៌និងមិនអកតេមិនលំអៀងហើយសង្ឃឹមថាទេវតាមិនលំអៀងទេវតាមិនលំអៀងទេលោកផែងហេងខ្ញុំជឿថាប៉ុន្តែវាអកុសលអីគឺទេវតាសម្រេចយ៉ាងណាគឺវាមិនឈ្នះនឹងរឿងមនុស្សសាអ្នកសម្រេចហ្នឹងតែឥឡូវចឹងចោះទៅផ្លូវក្នុងផ្លូវអីខ្លះទៅព្រោះអាផ្លូវក្រៅនឹងវាមិនសូវបានផលជួនកាលបើយើងជឿបនបាបអីអាចនឹងបានប្រសិទ្ធភាពអីដែរទៅសង្ឃឹមចឹងទៅឲ្យលោកចង់ឲ្យទេវតាឆ្នាំថ្មីនឹងជួយបើកពិនេតកុំឲ្យបិទចិត្តឈឹងផ្ដាល់យុត្តិធម៌ដល់លោកកឹមសុខាអញ្ចឹងទៅលោកថាអញ្ចេះសូមប្តឹងទូលពិតថ្វាយថាលោកកឹមសុខាមិនបានដឹកនាំនយោបាយបាត់ទឹកដីខ្មែរឬក្បត់ជាតិនោះទេសំនួនវោហាសាសនយោបាយនៅអូស្ត្រាលីនោះដែលគាត់និយាយជាកម្មវត្ថុនៃការចាប់គាត់ដាក់គុកឲ្យផ្ដន់ទាទោសឲ្យជាប់គុក27ឆ្នាំក្នុងផ្ទះនេះគឺមិនមែនជាបទល្មើសទេហើយថ្លែងក្នុងនាមជាអ្នកតំណាងរាស្ត្រទៅទៀតដែលមានការទទួលខុសត្រូវចំពោះមុខប្រជារាស្ត្រក្នុងអាណត្តិរបស់លោកដែលមានចែងនៅក្នុងច្បាប់ទៅទៀតនេះជាប្រសាសន៍របស់លោកមេធាវីផែងហេងចុងក្រោយលោកថាក្នុងឱកាសនេះដែរលោកក៏មិនភ្លេចបងប្អូនប្រជាពលរដ្ឋខ្មែរដែរសរសើរលោកផែងហេងជូនពរជ័យទាំងព្រះមហាក្សត្រផងទាំងអំពាវនាវឲ្យទេវតាជួយលោកកឹមសុខាផងឥឡូវមិនភ្លេចប្រជាពលរដ្ឋខ្មែរទាំង17លានអ្នកជាងដែរលោកថាឱកាសនេះសូមបួងសួងឲ្យប្រជាពលរដ្ឋខ្មែររស់នៅក្នុងស្ថានភាពសុខសប្បាយមានសុភមង្គលពិតប្រាកដនិងសូមឲ្យទទួលបានយុត្តិធម៌ពីការរំលោភសិទ្ធិមនុស្សដីធ្លីការឆោបបោកគ្រប់ប្រភេទគ្រប់រូបភាពដែលនាំឲ្យឆ្នាំចាស់មិនទាន់បានដោះស្រាយនោះសូមឲ្យទទួលបានការដោះស្រាយដោយយុត្តិធម៌ទាំងអស់គ្នាកុំបីឃ្លៀងឃ្លាតឡើយបាទសង្ឃឹមថាទេវតាឆ្នាំថ្មីនឹងអាចរកយុត្តិធម៌អីទៅនិយាយទៅទេវតាអីហ្នឹងអារុកអរិយនេតានោះដែលកាច់បំបាក់កអ្នកបំពេញសម្បត្តិនៅក្នុងរដ្ឋសភាអីម្ដងសោះដល់អញ្ចឹងទៅធ្វើឲ្យពួកគាត់លែងជឿសិតតែជឿលើអារុកអរិយអ្នកតាស្អីណាបារមីអូមអាមយូនិយាយពីជឿពេលខ្លះហ្នឹងមិនត្រឹមតែជឿទេគឺគេហៅធ្វើនយោបាយប្រជាពិធដ្ឋហ្នឹងធ្វើឲ្យប្រជាពលរដ្ឋហ្នឹងជឿថាខ្លួនហ្នឹងជាអ្នកប្រកាន់ជំនឿសាសនាដ៏អស្ចារ្យណាស់អីអញ្ចឹងទៅគឺថាលើកទឹកចិត្តហៅនិមន្តលោកអីមកប្រោះព្រំអីចឹងឲ្យប្រជាពលរដ្ឋជឿបាក់ទឹកបាក់ដីតាមខ្លួនប៉ុន្តែលទ្ធផលមែនតើអត់ដែលតាគោរពតាពាក្យសម្បត្តិក៏អត់ផងបងប្អូនទៅមើលពាក្យសម្បត្តិរបស់តំណាងរាស្ត្រឬក៏មន្ត្រីធំនៅស្រុកខ្មែរនិយាយពីស្បត្តិការពារទឹកដីការពារយុត្តិធម៌សិទ្ធិមនុស្សប្រជាធិបតេយ្យធ្វើកិច្ចការមិនប្រព្រឹត្តអំពើពុករលួយបើសិនជាធ្វើខុសពាក្យសម្បត្តិនឹងសូមឲ្យឡានបុកពោះក្អែបចឹកត្រូវនិយាយពីមើលពាក្យសម្បត្តិវិញមិនដឹងជារកកន្លែងណាចាប់ជាតិឃើញទេប៉ុន្តែអត់ដែលត្រូវសោះអារឿងសម្បត្តិហ្នឹងអត់ដែលត្រូវនិយាយទៅព្រោះអីប្រព្រឹត្តខុសយ៉ាងម៉េចក៏តែមិនត្រូវគេហៅការបំពេញសម្បត្តិហ្នឹងដល់អញ្ចឹងទៅម្នាក់អត់រៀងចាលដូច្នេះនាំគ្នាបួងសួងមកសូមឲ្យវត្ថុស័ក្តិសិទ្ធិហ្នឹងឲ្យស័ក្តិសិទ្ធិជាងមុនបន្តិចមើលដើម្បីឲ្យអ្នកដែលក្បត់សម្បត្តិហ្នឹងឲ្យគាត់រៀងចាលខ្លាំងបាទតែយ៉ាងណាបងប្អូននេះគឺជាជំនឿអរូបីមិនខប់ហាមឃាត់បងប្អូនមិនឲ្យជឿប៉ុន្តែគ្រាន់តែថាពេលខ្លះវាអត់មានការជឿនៅលើតថភាពជាក់ស្ដែងមានតែជឿលើអរូបីហ្នឹងឯងគ្រូខ្ញុំធ្លាប់ផ្ដាំមកថាមនុស្សជឿលើអរូបីឬជំនឿផ្ដេសផ្ដាស់ឬក៏អ្វីដែលជាដួងព្រលឹងវិញ្ញាណក្ខន្ធគឺដោយសារយើងអត់ជឿលើ
សមត្ថភាពខ្លួនឯងដែលអាចធ្វើបានទេមានតែពឹងលើនឹងបើមិនពឹងលើនឹងទៀតចប់ហើយទី4ទី3គឺរដ្ឋាភិបាលក្រៅប្រទេសឯណោះវិញគឺបួងសួងឲ្យទេវតាឆ្នាំថ្មីជួយយកដីខ្មែរពីថៃជូនជនភៀសសឹកវិញដែរចាប់ហើយឥឡូវទៅផ្លូវក្នុងទាំងអស់ហើយលែងពឹងលែងអីបានណាឥឡូវតឡាការក៏មានយោធាយើងក៏មានច្បាប់តឡាការអន្តរជាតិក៏មានឥឡូវនាំគ្នាទៅផ្លូវនឹងទាំងអស់គ្នាអញ្ចឹងទៅទាំងលោកផែងហេងក៏ទៅផ្លូវក្នុងទាំងរដ្ឋាភិបាលក្រៅប្រទេសនេះក៏ផ្លូវក្នុងដែររដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ចេញលិខិតជូនពរប្រជាពលរដ្ឋគឺអញ្ចេះក្នុងឆ្នាំថ្មីនេះគឺរដ្ឋាភិបាលក្រៅប្រទេស$23ប្រសិទ្ធពរជ័យសេរីសួស្តីវិបុលសុខគ្រប់ប្រការចូលមានដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ទាំងក្នុងនិងក្រៅប្រទេសនិងជុំវិញពិភពលោកក៏ប៉ុន្តែនៅក្នុងនេះក៏ដាក់ថាសូមបួងសួងដល់ទេវតាឆ្នាំថ្មីព្រះនាមរាជសារទេវីសូមតាមថែរក្សាប្រជាពលរដ្ឋខ្មែរដែលកំពុងភៀសសឹកនៅតាមដងព្រំដែនព្រំប្រទល់ដែនកម្ពុជាថៃដែលបាត់បង់ដីធ្លីដោយសារសង្គ្រាមបង្កដោយក្រុមគ្រួសារត្រកូលហ៊ុនសូមឲ្យប្រជាពលរដ្ឋជនភៀសសឹកទាំងនោះទទួលបានដីធ្លីនិងទ្រព្យសម្បត្តិរបស់លោកត្រឡប់មកវិញដឹងទេវតាទៅយកមកមិនទេលោកអើយព្រោះទេវតាមិនដឹងមានក្រុមការងារអ្នកច្បាប់អីគាត់នឹងអីអញ្ចឹងនៅ ICJ នៅអីនឹងដឹងមានដែរអីចឹងអត់ទេតទៅប្រមូលរៀបចំក្រុមនឹងឡើងវិញព្រោះក្រុមរដ្ឋាភិបាលកម្ពុជាគណៈបកទេវតាគេបង្កើតមកក្រុមគេមិនទាន់ទាំងដាក់ប្តឹងផងរួចទៅពឹងលើទេវតាឆ្នាំថ្មីហ្នឹងទៅបង្កើតក្រុមការងារអីដឹងរវល់មិនទៀតណាប៉ុន្តែយ៉ាងណាគាត់សុំឲ្យទេវតាជួយវិញហើយចុងក្រោយរដ្ឋាភិបាលកម្ពុជាឯករាជ្យ$23ហ្នឹងប្រសិទ្ធពរជ័យជូនប្រទេសកម្ពុជាទាំងមូលសូមឲ្យមាតុភូមិជាទីស្នេហារបស់យើងទាំងអស់គ្នានេះទទួលបាននូវការផ្លាស់ប្ដូរជាវិជ្ជមានដោយអ្វីដែលប្រជារាស្ត្រខ្មែរប្រាថ្នាចង់បានគឺការគោរពឆន្ទៈរបស់ប្រជារាស្ត្រដែលស្រឡាញ់សេរីភាពនិងយុត្តិធម៌ហើយចង់រស់នៅក្រោមរបបប្រជាធិបតេយ្យពិតប្រាកដបន្ទាប់ពីកំចាត់របបផ្ដាច់ការឲ្យបានជាស្ថាពរទេវតាឆ្នាំយើងនឹងមករាល់តែឆ្នាំដូចជាមើលមិនឃើញអារឿងសិទ្ធិមនុស្សនឹងបំផ្លាញប្រជាធិបតេយ្យដែរចង់ណាដាក់ទណ្ឌកម្មខ្មែរដល់ណាក៏មានដឹកនាំខ្មែរទេវតាចុះរាល់តែឆ្នាំមិនដឹងចុះនៅកន្លែងណាដែរមិនដឹងមើលមិនឃើញតែឥឡូវយើងតទៅទៀតបងប្អូនចលនាមេដាធម្មជាតិឯណោះគឺនាំគ្នាស្រង់សម្ដីសកម្មជនរំលឹកអំពីវីរភាពរបស់ពួកគេក្នុងការតស៊ូមតិយុត្តិធម៌សង្គមគេទៅណាអស់ឲ្យគាត់នៅក្នុងគុកមានតែសារគុន្ធាឡុងគុន្ធានោះក៏មានសាររំលឹកតកតងអ្វីដែលជាការតស៊ូគឺគាត់ចង់តែទាមទារឲ្យប្រទេសកម្ពុជាមានយុត្តិធម៌ការពារបរិស្ថានគោរពសិទ្ធិមនុស្សប្រជាធិបតេយ្យតស៊ូមតិដោយប្រើតែស្លាបពកានិងប៊ិចអីអញ្ចឹងទៅភួនកែវរស្មីក៏អញ្ចឹងលៀងហ៊ីថនរដ្ឋានិងលីច័ន្ទរាវុធសាររបស់ពួកគាត់នៅតែរំលឹកថាពួកគាត់នៅតែចង់បានឲ្យប្រទេសកម្ពុជាមាននីតិរដ្ឋមានការដឹកនាំត្រឹមត្រូវហើយឲ្យគាត់នឹងបានមកនៅក្រៅឃុំជួបជុំគ្រួសារបន្តការងារតស៊ូដើម្បីជួយសង្គមអីអញ្ចឹងទៀតបាទតែយ៉ាងណាបងប្អូនជាប់គុក6ឆ្នាំអីណាឥឡូវទៅបាន2ឆ្នាំជាងម្នាក់មិនដឹងថ្ងៃណាគេដោះលែងទេហើយសង្ឃឹមតែទេវតាក៏ជួយមើលពួកគាត់ដែរទៅជូនពរជ័យសិរីសួស្តីជ័យមង្គលដល់ក្រុមគ្រួសាររបស់លោកក្រុមកម្មសខាឲ្យសូមឲ្យទេវតាឆ្នាំថ្មីហ្នឹងគឺជួយបង្ហាញផ្លូវដល់ក្រុមចៅក្រមឬក៏មន្ត្រីតុលាការទាំងអស់ដែលកាត់ក្តីលោកកម្មសខាហ្នឹងឲ្យបើកភ្នែកភ្លឺដើម្បីការផ្សះផ្សាជាតិឲ្យពិតប្រាកដកុំឲ្យប្រយ័ត្នតែស្បត់ទាំងបំពេញឬក៏និយាយទាំងបំពេញប្រយ័ត្នទេវតាបរាមុខខ្ញុំអត់ដឹងទេគឺឲ្យពួកគាត់នឹងភ្ញាក់ស្មារតីដោះលែងលោកកម្មសខាឲ្យមានសេរីភាពឲ្យគាត់អាចជួបជុំម្ដាយជរារបស់គាត់បានតាមពេលវេលាដែលគាត់ចង់បានដើម្បីឲ្យជីវិតចុងក្រោយរបស់លោកយាយសៅង៉ែតនឹងក៏បានជួបសេចក្តីសុខផ្លូវចិត្តចុងក្រោយក៏ដឹងថាកូនអាចទៅលេងគាត់បានហើយម្យ៉ាងទៀតក៏ជាការដែលផ្សះផ្សាផ្លូវចិត្តរបស់ប្រជាពលរដ្ឋជាច្រើនដែលជាអ្នកគ្រប់គ្រងលោកកម្មសខាស្ទើរពាក់កណ្ដាលប្រទេសហ្នឹងឲ្យរួចផុតពីការឈឺចាប់ឈឺទុកដោយថាការទុកមិនសុខចិត្តជាមួយនឹងរដ្ឋាភិបាលកម្ពុជាផងទៅសួរសុខទុក្ខលោកកម្មសខាដើម្បីអីបញ្ជាក់សារប្រាប់ទៅរដ្ឋាភិបាលកម្ពុជាថាសហគមន៍អន្តរជាតិមន្ត្រីអង្គទូតនៃប្រទេសប្រជាធិបតេយ្យទាំងអាមេរិកទាំងអូស្ត្រាលីទាំងកាណាដាទាំងសហភាពអឺរ៉ុបគឺគេទៅស្រោចគេចង់ប្រាប់ថារឿងនេះគឺជារឿងនយោបាយទេដោះលែងគាត់ទៅក៏ប៉ុន្តែ
រដ្ឋាភិបាលគឺសម្រេចនៅតែដដែលគិតថាតុលាការនេះឯករាជ្យរដ្ឋាភិបាលមិនអាចជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់តុលាការនេះនៅពេលដែលយើងគិតថាតុលាការនេះឯករាជ្យមិនអាចជ្រៀតជ្រែកលោកហ៊ុនសែនថ្លែងសារម៉ាត់ណាក៏ត្រូវតែឲ្យលោកកឹមសុខាជាប់គុកឲ្យខាងតាបានម៉ាត់ណាក៏លោកកឹមសុខានឹងតាំងតែពីមិនទាន់កាត់ទោសកាត់អីម៉េះគឺគាត់នៅតែថ្កោលទោសគាត់នៅតែគិតថាក្រុមបដិវត្តក្រុមឧទាមក្រុមក្បត់ជាតិក្រុមអីលាក់នឹងលាក់នៅពេលដែលថ្នាក់ដឹកនាំស្រែកតាមប្រព័ន្ធឃោសនៈស័ព្ទរាល់ពេលហើយតឡាការកាត់ក្តីហើយមេដឹកនាំដ៏មានឥទ្ធិពលងើបមួយវាយមួយចាប់នរណាបានបែបនេះតើតឡាការណាដែលមានសិទ្ធិសម្រេចដែលមិនអោយប្រឆាចពីអ្វីដែលជាការលើកឡើងរបស់ថ្នាក់ដឹកនាំកម្ពុជារឿងនេះឯងធ្វើឲ្យតឡាការក៏អត់មានភាពឯករាជ្យដែរអញ្ចឹងសរុបសេចក្តីមកវិញគឺអ្នកណាដែលប្រព្រឹត្តអំពើនេះជាការពិតហើយគឺដោយអ្វីដែលជាសារមាននៅក្នុងបណ្ដាញសង្គម Facebook ពីអ្នកដែលស្និទ្ធលោកកឹមសុខាហ្នឹងគឺហែលឆ្លងទឹកភ្នែករបស់ក្រុមគ្រួសារនេះមិនរួចទេអឺព្រោះអីរដូវនេះរដូវបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិទៀតដែលជារដូវជួបជុំគ្នាទៀតបាទឥឡូវបងប្អូនខ្ញុំស្លេះរឿងនេះត្រឹមប៉ុណ្ណេះហើយខ្ញុំនៅតែប្រជាធិបតេយ្យគឺគេទៅសួរសុខទុក្ខលោកកឹមសុខាស្ទើរមិនលួសថ្ងៃនៅពេលដែលមុននឹងគេហាមសិទ្ធិនយោបាយរបស់គាត់ឥឡូវនេះគឺតាំងពីឆ្នាំ2023មកគឺនៅថ្ងៃទី3ខែមីនាឆ្នាំ2023តុលាការបានសម្រេចនេះគឺជាសេចក្តីសម្រេចនៅក្នុងសាលក្រមរបស់តុលាការសាលាដំបងនឹងដែលផ្ដន់ទោសឲ្យលោកកឹមសុខាជាប់ឬក៏ដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការរយៈពេល27ឆ្នាំចុះតុលាការត្រួតពិនិត្យតាមដានអីក៏យ៉ាងនេះ27ឆ្នាំហ្នឹងគឺចៅក្រមស្លាប់អស់បាត់ទៅហើយតើអ្នកណានៅបន្តស៊ើបអង្កេតឬក៏ត្រួតពិនិត្យលោកកឹមសុខាអីក៏រាប់ចំនួនយ៉ាងនេះឲ្យត្រួតពិនិត្យនៅផ្ទះគឺបានន័យថាជាការដាក់ឃុំនៅក្នុងផ្ទះដោយមិនឲ្យជួបអ្នកណាទាំងអស់ក្រៅតែពីក្រុមគ្រួសារបងប្អូនបានសួរថាគេអនុញ្ញាតឲ្យក្រុមគ្រួសារគាត់ជួបគាត់បានតាហេតុអីក៏គិតថាគាត់មិនអាចទៅជួបម្ដាយគាត់បាននៅក្នុងសាលដីកាសាលក្រមនេះគឺបញ្ជាក់ថាលោកកឹមសុខាមិនអាចចេញពីគេហដ្ឋានរបស់លោកបានទេអាចជួបក្រុមគ្រួសាររបស់គាត់តែក្នុងករណីដែលក្រុមគ្រួសារចូលទៅជួបគាត់ហើយនៅក្នុងហ្នឹងគឺគេហាមឃាត់សិទ្ធិនយោបាយរបស់លោកកឹមសុខាទាំងអស់ដោយមិនអោយទៅធ្វើនយោបាយទេនៅក្នុងរយៈពេលនៅក្នុងការដាក់ឲ្យកោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះអញ្ចឹងសរុបសេចក្តីមកវិញគឺគាត់មិនអាចជួបម្ដាយទេបើសិនជាត្រូវទៅបើសិនជាម្ដាយគាត់មកជួបគាត់នៅផ្ទះអាចជួបបានចុះម្ដាយអាយុ100ឆ្នាំទៅហើយជារៀននៅតែលើគ្រែពេទ្យនេះតើមកជួបយ៉ាងដូចម្ដេចតែបងប្អូនសួរថាទេតុលាការក៏គេអាចនឹងមានការអនុញ្ញាតដែរទេនៅពេលដែលគាត់សុំទៅជួបម្ដាយដែលនៅក្រៅឃុំព្រោះអីតុលាការមិនបានហាមឃាត់ការជួបជុំគ្រួសារទេអញ្ចឹងបើសិនជាក្នុងករណីដែលគាត់ចង់ទៅជួបក្រុមគ្រួសារដូចជាម្ដាយរបស់គាត់នៅក្រៅអឺណែផ្ទះតើមានមាត្រាចែងនៅក្នុងសាលក្រមនឹងដែរទេមានមាត្រា3.1និយាយតកតងនឹងការដែលមិនអនុញ្ញាតឲ្យចេញពីលំនៅឋានរបស់គាត់ដែលនៅខណ្ឌទួលគោកហ្នឹងនៅរាជធានីភ្នំពេញហ្នឹងលើកលែងតែមានការអនុញ្ញាតដោយព្រះរាជអាជ្ញានៃអាយកាអមសាលាដំបងរាជធានីភ្នំពេញលើកលែងតែមានការអនុញ្ញាតបានន័យថាក្នុងន័យនេះគឺគាត់ត្រូវសុំបើសិនជាក្នុងនិយាយថាលើកលែងតែមានការអនុញ្ញាតបានន័យថាមិនអាចទៅដោយចិត្តឯងទេសុំខ្ញុំជឿថាការដែលទៅជួបម្ដាយជរាហើយលោកកឹមសុខាស្ថិតនៅក្នុងស្ថានភាពបែបនេះបើទោះបីជាដាក់សុំទៅជួបម្ដាយតើបងប្អូនសាកគិតទៅមើលត្រូវមានកម្លាំងប៉ូលីសសារ៉ែនឡានត្រូវបញ្ជាត្រូវអីតាមដែលលោកកឹមសុខាមិនអាចនឹងចេញចូលទៅតាមធម្មតាស្ងាត់ក្នុងលក្ខណៈជាឯកជនទៅសួរសុខទុក្ខម្ដាយអីអញ្ចឹងតើយើងនឹងត្រូវមានឡានសារ៉ែនអមប្រមាណឡានប៉ូលីសប្រមាណឡាន PM ប្រមាណដើម្បីដឹកហែគាត់ទៅកន្លែងភូមិផ្ទះរបស់ម្ដាយគាត់នៅខេត្តតាកែវហ្នឹងដូចតែនាំគាត់មកតុលាការអញ្ចឹង
ហើយតើនឹងហៅដូច្នេះប្រមាណដងទៀតដល់ពេលដែលម្ដាយចាស់ជរាវ័យ100ឆ្នាំនេះគឺអាយុរបស់សុខភាពរបស់ម្ដាយគឺមួយថ្ងៃកាត់មួយថ្ងៃកោរអញ្ចឹងត្រូវសុំរាល់ថ្ងៃឬក៏យ៉ាងម៉េចហើយត្រូវដឹកជញ្ជូនអញ្ចឹងរាល់ថ្ងៃឬក៏យ៉ាងម៉េចដូច្នេះរឿងនេះគឺមែនតើទៅគឺជាការលំបាកមួយហើយខ្ញុំជឿថាបើទោះបីជាយ៉ាងម៉េចគឺចំណុចទាំងអស់នេះគឺប៉ះពាល់នឹងស្ថានភាពមនុស្សធម៌យ៉ាងក្រៃលែងដែលជឿថាតុលាការមិនមែនត្រូវតែសម្រួលចំណុចនេះទេគឺត្រូវដោះលែងលោកកឹមសុខាឲ្យមានសេរីភាពតាមធម្មតាហើយទម្លាក់ចោលរាល់បទចោទទាំងអស់ខ្ញុំឃើញហើយតុលាការគេសម្រេចសវនាការចប់ថ្ងៃ9ម្សិលមិញម្សិលមួយថ្ងៃនោះទៅហើយក៏ប៉ុន្តែយើងដឹងហើយរឿងក្តីលោកកឹមសុខាមិនមែនទៅកាត់ឥឡូវទេកាត់ជិត9ឆ្នាំហើយបើសិនជាតុលាការនេះមានភាពសុក្រិតយុត្តិធម៌ត្រឹមត្រូវដោះលែងលោកកឹមសុខាតាំងពីយូរហើយអត់ត្រូវឲ្យសហគមន៍អន្តរជាតិគេកោលទោសយើងអត់ត្រូវឲ្យសហគមន៍អន្តរជាតិនាំអំពើទុកដល់មន្ត្រីទូតទៅសួរសុខទុក្ខលោកកឹមសុខារាល់ថ្ងៃមុនអាកាត់ក្តីឆ្នាំថ្ងៃ3មុនចេញសាលក្រមថ្ងៃ3ខែមីនាឆ្នាំ2023ហ្នឹងណាគឺគេទៅត្រកបាទឥឡូវនេះគឺបន្តទៅទៀតព័ត៌មានក្រៅពីករណីលោកកឹមសុខាគឺយើងនៅតែមានរឿងច្រើនទៀតរឿងព្រំដែនរដ្ឋមន្ត្រីការបរទេសថៃបដិសេធជាថ្មីសំណើកម្ពុជាដែលស្នើសុំឲ្យប្រជុំគណៈកម្មាធិការវាស់វែងព្រំដែនJBC ក្រោយចូលឆ្នាំនេះមិនមែនជាលើកទី1ទេបងប្អូនក៏ប៉ុន្តែដូចខ្ញុំនិយាយចឹងថានេះជាការដាក់សម្ពាធថៃឲ្យថៃឆ្លើយតបរឿងគណៈកម្មាធិការនេះដែរក៏ប៉ុន្តែបើយើងមើលដំបូងថៃថាគេអត់ទាន់អាចកោះប្រជុំ JBC នឹងបានទេក្រោយមកថៃថាចាំមានរដ្ឋាភិបាលថ្មីសិនមានរដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីមានគណៈរដ្ឋមន្ត្រីអីទៅដល់ក្រោយមកទៀតឥឡូវនេះរដ្ឋាភិបាលមានហើយអីហើយថៃថានៅតែអត់ទាន់រួចរាល់ដែរដោយសារតែត្រូវដូរក្បាលម៉ាស៊ីននៃក្រុម JBC ខាងថៃសិនអីទៀតដូរសមាជិកភាពតើថៃនឹងគិតឲ្យដូចយើងចាប់អន្ទង់ល្អិលប្រផ្លោចហ្នឹងដល់ពេលណាទៀតយើងនឹងតាមដានតទៅទៀតយើងតាមគេដើម្បីទាឲ្យគេមកវាស់ដីដែលគេដណ្ដើមបានហើយដែលយើងព្រមព្រៀងគ្នាឲ្យគេនៅណានៅហ្នឹងអញ្ចឹងថៃនឹងរកលទ្ធភាពគ្រប់បែបយ៉ាងនៅក្នុងការទី1គិតមិនចូលរួមវាស់វែងដីឬគណៈកម្មាធិការ JBC ហ្នឹងហើយទី2គឺនឹងលុបចោលរាល់អនុសារណៈនៃការយោគយល់គ្នា MOU 2000-2001ថៃចាប់ពីពេលនេះតទៅអត់មានធ្វើអ្វីក្រៅតែពីអូសពេលវេលាទុកឲ្យកម្ពុជាតាមដាច់ខ្យល់ស្លាប់លោកស៊ីហស័កភួងកេតកែវដែលជារដ្ឋមន្ត្រីក្រសួងការបរទេសថៃលើកឡើងនៅថ្ងៃទី11នេះគឺថ្ងៃទី11បាទ11ខែមេសានេះប្រាប់បណ្ដាញសារព័ត៌មានថៃថាថៃសូមទាត់ចោលសំណើរបស់កម្ពុជាដែលស្នើសុំឲ្យគណៈកម្មាធិការកិច្ចការព្រំដែនចម្រុះវាស់វែង JBC នេះគឺជួបគ្នាចន្លោះថ្ងៃ17មេសាដល់ថ្ងៃទី25មេសាគឺថៃថាទៅធ្វើមិនកើតទេគឺទាត់ចោលសំណើនេះហើយដោយសំអាងថាអញ្ចេះរដ្ឋបាលថ្មីរបស់ថៃគឺទើបតែចូលកាន់ការទេដូច្នេះវាអត់ទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេសម្រាប់កិច្ចប្រជុំនេះគឺជាប្រសាសន៍របស់លោកស៊ីហស័កភួងកេតកែវដែលគាត់មានប្រសាសន៍ដូច្នេះគាត់បានពន្យល់ថាគណៈកម្មការ JBC នៅខាងថៃនេះត្រូវការរុះរើសមាជិកភាពនិងក្បាលម៉ាស៊ីនគណៈប្រតិភូដែលកំពុងតែត្រូវការឯកភាពពីរដ្ឋាភិបាលថ្មីនេះដូច្នេះត្រូវការពេលទៀតគាត់បានបញ្ជាក់ទៀតថាគាត់នឹងមិនធ្វើជាប្រធានគណៈកម្មាធិការនៃក្រុមការងាររបស់គណៈកម្មការនេះទេដូច្នេះអញ្ចឹងហើយបានជាត្រូវការអ្នកជំនាញបច្ចេកទេសកិច្ចការព្រំដែននឹងតាក់ទងនឹងកិច្ចការអន្តរជាតិច្បាប់អន្តរជាតិផងដើម្បីចូលរួមក្នុងគណៈកម្មការដែលនឹងបង្កើតថ្មីឬក៏សមាជិកភាពថ្មីដើម្បីឲ្យគ្រប់គ្រាន់រួចរាល់សិនទើបអាចនឹងពិចារណាសំណើរបស់កម្ពុជាអញ្ចឹងទៅដូច្នេះលោកបានបន្តទៀតថាលោកស៊ីហស័កភួងកេតកែវថាក្នុងពេលជាមួយគ្នានេះគឺរដ្ឋាភិបាលថៃថ្មីនេះកំពុងតែពិចារណាតាក់ទងនឹងការដក MOU គឺអនុសារណៈនៃការយោគយល់គ្នាដែលមានជាមួយកម្ពុជា
តាំងឆ្នាំ2000គត់នឹងឆ្នាំ2001ដែលភាសាថៃគេថា MOU 44ឬ និង MOU 43បាទតាមពិតគាត់និយាយពីឆ្នាំគ្រិស្តសករាជទេបើយើងប្រើ2001ទៅថៃគេប្រើគ្រិស្តសករាជអញ្ចឹងហើយបានឃើញ MOU ថៃមានលេខ44និងលេខ43គឺ MOU 43របស់ថៃហ្នឹងគឺជា MOU ឆ្នាំ2000របស់កម្ពុជានឹងឯងហើយ MOU 44ហ្នឹងគឺជា MOU 2001របស់កម្ពុជានឹងបើសិនជាយើងឮពាក្យនេះគឺដោយសារថៃប្រើពុទ្ធសករាជយើងប្រើឆ្នាំសកលធម្មតាសម្រាប់ MOU នេះតែមានន័យដូចតែគ្នាទេសំដៅទៅលើ MOU នឹងឯងហើយគាត់នៅតែប្រតិកម្មចំហថានឹងលុប MOU នៅពេលដែលលុប MOU នេះតើយើងនឹងបង្កើតគណៈកម្មការ JBC បានប្រយោជន៍អីទៅព្រោះគណៈកម្មការ JBC វាស់វែងខណ្ឌសីមានេះគឺក្រោមលក្ខខណ្ឌរបស់អនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ហ្នឹងតាអញ្ចឹងបានន័យថាលោកសៀហស័កភួងកេតកែវបង្ហាញអំពីជំហរដោះស្រាយបញ្ហានៅពេលដែលមានក្រុមសមាជិកនៃ JBC ថ្មីរបស់ថៃដែលកំពុងតែអូសពេលតើហើយក្នុងហ្នឹងក៏បានប្រាប់មកថាកំពុងតែចង់លុប MOU បានប្រយោជន៍អីបើលុប MOU ចាំបាច់មាន JBC ហ្នឹងទៅអីព្រោះយក JBC ហ្នឹងក្នុងយន្តការ MOU បើលុបអាហ្នឹងចោលទៅមានអីត្រូវវាស់តាមហ្នឹងកើតនេះហើយដែលធ្វើឲ្យកម្ពុជាក៏រកម្មចិត្តដែរគឺក្រសួងការបរទេសកម្ពុជាថ្លែងសារតវ៉ាជាមួយនឹងភាគីថៃក៏បង្ហាញការសោកស្ដាយដែរថានឹងលុប MOU គិតថាស្មារតីនេះគឺជាស្មារតីដែលធ្វើឲ្យប្រទេសថៃនិងប្រទេសខ្មែរនឹងនៅអាចរស់នៅជាអ្នកភូមិផងលបងជាមួយដោយសុខសន្តិភាពមិត្តភាពយូរអង្វែងអីអញ្ចឹងក៏ប៉ុន្តែឥឡូវថៃគេអត់តាមយើងទេគឺគេចង់បានដីយើងហើយគឺគេលុបអានឹងចោលឲ្យអស់ដើម្បីកុំឲ្យយើងមានទឹកតាងផោះតាងទៅយកអានឹងមកឲ្យគេឈឺក្បាលអីទៀតហើយគេចាប់ផ្ដើមគិតអីផ្សេងទៀតទៅហើយយើងចាប់ផ្ដើមជ្រុំអាកន្លែងហ្នឹងរឿងនេះឯងដែលថ្ងៃនេះលោកហ៊ុនម៉ាណែត